ក្នុងឆ្នាំ2025កម្ពុជាជាប់ឈ្មោះជាប្រទេសមានវិស័យអប់រំខ្សោយខ្លាំងនៅលើពិភពលោកដោយជាប់ចំណាត់ថ្នាក់លេខរៀងទី120ក្នុងចំណោមប្រទេសចំនួន203ប្រទេសនេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ World Population Review ដែលបានដកស្រង់របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិចំណែកនៅក្នុងតំបន់អាស៊ានវិញត្រូវបានរបាយការណ៍បញ្ជាក់ថាកម្ពុជាស្ថិតនៅបាតតារាងអ្នកស្រាវជ្រាវសង្គមក៏បានទទួលស្គាល់ពីប្រព័ន្ធអប់រំកម្ពុជានៅមានកម្រិតទាបបើធៀបនឹងបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់មូលហេតុត្រូវបានអ្នកជំនាញកត់សម្គាល់ថាគឺមកពីកង្វះការស្រាវជ្រាវកង្វះសម្ភារៈសិក្សានិងកម្មវិធីសិក្សាដែលក្រសួងដាក់ចេញនៅមិនទាន់សមស្របនឹងនិន្នាការបច្ចុប្បន្នលោកស្រីអុកឆាយាវីប្រធានសមាគមគ្រូបង្រៀនឯករាជ្យចាត់ទុកការដាក់ចំណាត់ថ្នាក់កម្ពុជាជាប់ជាប្រទេសមានប្រព័ន្ធអប់រំខ្សោយគឺជារឿងត្រឹមត្រូវខ្ញុំគិតថានេះជាការត្រឹមត្រូវផ្អែកទៅលើប្រជាពលរដ្ឋយើងអ្នកដែលធូរធារអ្នកនិយាយទៅអភិជនអ្នកដែលមានលុយហើយនឹងកូនអស់លោកមន្ត្រីធំហ្នឹងគាត់ទៅជូនកូនគាត់ទៅរៀននៅក្រៅប្រទេសនេះជាការកត់សម្គាល់មួយហើយដែលថាគុណភាពនៅប្រទេសកម្ពុជាយើងធ្លាក់ដល់កម្រិតណាហើយបានអស់លោកគាត់ទៅជូនកូនគាត់ឲ្យទៅរៀនក្រៅប្រទេសហើយទីពីរអ្វីដែលយើងមើលឃើញសូម្បីតែប្រជាពលរដ្ឋដែលគាត់មកខ្ញុំក៏គាត់ក៏កំពុងតែរកដល់គេលក់ដីលក់ឃ្លីឲ្យកូនទៅរៀននៅស្រុកក្រៅដែរតែចំណែកកូនអ្នកក្រីក្រក៏លះបោះបង់ការសិក្សាបដាដែរដើម្បីទៅជិះឈ្នួលដើម្បីចំណាក់ស្រុករកការងារធ្វើដើម្បីជួយដល់បំណុលមេដាបេដាគាត់អ្នកអង្គការវិជ្ជបណ្ឌិតគួចមេងលីស្ថាបនិកក្រុមហ៊ុនមេងលីជេគួច Education អះអាងថាមកពីសិស្សបច្ចុប្បន្នមិនសូវផ្ដោតលើភាសាខ្មែរខ្ញុំមិនភ្ញាក់ផ្អើលទេដែលឃើញស្ថិតិយើងក្រោមគេអញ្ចឹងពីព្រោះយើងឃើញថាការបង្រៀនរបស់យើងខ្សោយក្នុងភាសាខ្មែរហើយឲ្យតែយើងខ្សោយក្នុងភាសាខ្មែរភាសាចំណេញអេផ្សេងៗក៏យើងខ្សោយដែរពីព្រោះយើងទៅចេះភាសាដើមខ្លាំងបានយើងអាចចាប់នៅជំនាញផ្សេងៗបានប៉ុន្តែនៅស្រុកខ្មែរយើងហាក់បីដូចជាមិនសូវផ្ដោតទៅលើភាសាខ្មែរហើយម្យ៉ាងវិញទៀតផងដែរការសិក្សារបស់យើងគឺអត់មានសូវផ្ដោតទៅលើ STEM ប្រហែលទេដែលជាជំនាញដែលជាទូទៅលើពិភពលោកគឺត្រូវការដើម្បីចាត់ទាន់នៅបច្ចេកវិទ្យានិងជំនាញថ្មីៗដែលជាភាសា AI ជាដើមអ្នកអង្គការវិជ្ជបណ្ឌិតគួចមេងលីក៏សម្គាល់ថាការធ្លាក់ចុះនៃប្រព័ន្ធអប់រំនៅកម្ពុជាមកពីសង្គមចំនួន4សង្គមទី1គឺពីសំខាន់ជាងគេគឺគ្រួសារលោកឪពុកអ្នកម្ដាយដែលសង្គមទី1sẽយកចិត្តទុកដាក់ហើយបើសិនជាលោកឪពុកអ្នកម្ដាយមិនយកទុកដាក់ហើយសង្គមទី2គឺលោកគ្រូអ្នកគ្រូអាណាព្យាបាលទី2ហើយបើអាណាព្យាបាលទី2បច្ចុប្បន្នគាត់រត់តែចិញ្ចឹមឆ្នាំបាយចង្ការអត់គ្រប់ផងគាត់តែមានពេលណាមកមើលកូនយើងបានដិតដោះទេណាហើយអញ្ចឹងគាត់សង្គមទី3គាត់រត់រោតាឡាដើម្បីទៅជួបមិត្តភ័ក្តិជួបអីហ្នឹងទៅប៉ុន្តែសង្គមទី3ហាក់បីដូចជាមួយចំនួនច្រើនមិនអំណោយផលអញ្ចឹងគាត់រត់ទៅសង្គមទី4ដែលធ្វើឲ្យតាក់ទាញពោះទាញទៅអ្វីផ្ដេសផ្ដាស់ដូចជាចូលបងធំបងតូចអត់ទៅរៀនចូលប្លន់គេហើយនឹងក៏ឈប់រៀនអីចឹងទៅអញ្ចឹងបច្ចុប្បន្ននេះយើងសង្គមទាំង4ហ្នឹងនៅខ្សោយខ្លាំងបាទអញ្ចឹងតើតែយើងពង្រឹងសង្គមទាំង4នោះឲ្យបានល្អពង្រឹងបានតើតែយើងមានគោលនយោបាយច្បាស់លាស់ចេញពីថ្នាក់លើមកធ្វើម៉េចឲ្យចេះរៀនឲ្យចេះឲ្យមានភាពកក់ក្ដៅនៅសាលាលោកស្រីខួនវិជ្ជការអ្នកនាំពាក្យក្រសួងអប់រំស្នើឲ្យមានការពិនិត្យប្រភពឲ្យបានច្បាស់លាស់មុននឹងយកមកវិនិច្ឆ័យមុននឹងវិនិច្ឆ័យឬក៏ជឿជាក់ទៅលើការចាត់ចំណាត់ថ្នាក់ឬក៏ការស្រាវជ្រាវណាមួយយើងត្រូវតែពិនិត្យមើលឲ្យបានលម្អិតអំពីគោលបំណងនៃការចាត់ចំណាត់ថ្នាក់ឬក៏ការវិតម្លៃនោះពីព្រោះការវិតម្លៃទៅលើការអប់រំនៅក្នុងពេលបច្ចុប្បន្ននេះគឺមានច្រើនប្រភេទសម្រាប់កម្រិតនៃការសិក្សាខុសៗគ្នានិងមានគោលបំណងខុសគ្នា
ដូច្នេះយើងត្រូវពិនិត្យមើលលម្អិតពីវិធីសាស្ត្រនៃការស្រាវជ្រាវក៏ដូចជារបៀបនៃការប្រមូលទិន្នន័យក៏ដូចជាត្រូវពិនិត្យមើលឲ្យបានលម្អិតទៅលើបរិបទនៃទិន្នន័យដែលបានទទួលដែលនៅក្នុងនេះមានន័យថាមិនមែនគ្រាន់តែមានទិន្នន័យមួយយើងអាចបកស្រាយឬក៏ពន្យល់ទៅលើការស្រាវជ្រាវណាមួយនោះទេគឺយើងត្រូវតែពិនិត្យមើលអំពីបរិបទឬក៏បរិស្ថានជុំវិញទាំងមូលផងដែរទើបយើងអាចវាយតម្លៃទៅលើប្រព័ន្ធទាំងមូលឬក៏វិស័យអប់រំទាំងមូលបានហើយអ្វីដែលសំខាន់យើងក៏ត្រូវតែធ្វើការប្រុងប្រយ័ត្នចំពោះលទ្ធផលនៃការស្រាវជ្រាវណាមួយដែលគ្រាន់តែផ្អែកទៅលើការស្ទង់មតិតាមការយល់ឃើញឬក៏ផ្អែកទៅលើទិន្នន័យតែមួយផ្នែកឬក៏ការវិតម្លៃដោយផ្អែកលើនិន្នាការណាមួយដែលមិនមានការស្រាវជ្រាវបែបវិទ្យាសាស្ត្រនោះដែរលោកបណ្ឌិតមាសនេះអ្នកជំនាញផ្នែកស្រាវជ្រាវកិច្ចការសង្គមទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងតែលោកនៅតែមើលឃើញពីបញ្ហាខ្វះចន្លោះខ្ញុំក៏ទទួលស្គាល់ថាក្រសួងមានការខំប្រឹងប្រែងច្រើនណាបាទក៏ប៉ុន្តែទោះបីយ៉ាងណាក៏យើងនៅតែមិនទាន់អាចរត់ប្រណាំងជាមួយនឹងប្រព័ន្ធអប់រំនៅក្នុងប្រទេសដទៃពិសេសនៅក្នុងតំបន់នឹងបាននៅឡើយណាតែមិនមែនបានន័យថាយើងមិនបានប្រឹងទេយើងប្រឹងហើយប៉ុន្តែជាការពេលខ្លះការប្រកួតវាត្រូវមើលគេអ្នកដទៃបាទបើយើងរត់ប្រណាំងក៏យើងត្រូវរត់ប្រណាំងមើលអ្នកដែលរត់ជាមួយយើងណាយើងមិនប្រឹងតែខ្លួនឯងហើយយើងចេះថាយើងទៅមុខហើយយើងត្រឹមត្រូវហើយណាបាទហើយចំណុចខ្សោយមួយរបស់កម្ពុជាយើងដែលខ្ញុំមើលឃើញនៅទាក់ទងនឹងប្រព័ន្ធអប់រំនេះគឺយើងខ្វះខាតច្រើននៅក្នុងកម្រិតនៃការស្រាវជ្រាវដើម្បីពិនិត្យមើលប្រៀបធៀបរវាងការសិក្សានៅក្នុងប្រទេសយើងហើយនិងប្រព័ន្ធអប់រំនៅក្នុងប្រទេសទីជិតខាងចំពោះលោកស្រីអុកឆៃយាវីវិញលោកស្រីមើលឃើញថាវិស័យអប់រំនៅកម្ពុជាមិនទាន់ឯករាជ្យប្រព័ន្ធអប់រំចុះខ្សោយដល់ដំណាក់កាលនេះក៏ដោយសារតែវិស័យអប់រំហ្នឹងគឺមិនមែនជាវិស័យមួយដែលឯករាជ្យហើយទាញហេតុផលទៅរកអ្វីដែលជាការចំណេញដល់ជាពលរដ្ឋនោះទេគឺគាត់បំរើតែបាក់ណាយើងឃើញហើយថាបើសិនជានៅក្នុងសាលាមួយហ៊ានតែគ្រូណាដែលនិយាយពីប្រវត្តិសាស្ត្រខ្លួនច្បាស់លាស់នោះគាត់ប្រកាសនោះច្បាស់ជាគ្រូហ្នឹងត្រូវបានគេហៅទៅប្រមានទៅអីចឹងអ្វីទាំងអស់នេះធ្វើឲ្យពួកគាត់បរៀនយកលំទៅទីពីរដោយសារតែជីវភាពរបស់គ្រូបរៀនហ្នឹងកាន់តែដំណាប់គាត់ឆ្លាស់ស្លែងទៅរកមុខរបរទី2 ទី3 ទី4ដើម្បីបំពេញឆ្នាំងបាយគាត់លោកស្រីអុកឆៃយាវីបន្ថែមគាត់ខំប្រឹងរៀនប៉ុន្តែទីបញ្ចប់គាត់អត់មានការងារធ្វើមានតែចំណាយស្រុកទៅធ្វើការនៅស្រុកក្រៅអញ្ចឹងអាភាពក្រីក្រនេះទាំងអស់នេះហើយធ្វើឲ្យពួកគាត់មិនចូលចិត្តក្នុងការសិក្សាណាខិតខំប្រឹងតែរកលុយអ្នកអង្គការវិជ្ជបណ្ឌិតគួចមេងលីមានយោបល់ត្រង់ចំណុចនេះជួយយើងខំអភិវឌ្ឍយើងខំកែច្រើនហើយអ្វីនៅតែក្រោយគេយើងបើយើងប្រៀបធៀបខ្លួនយើងនៅ10-20ឆ្នាំមុនយើងអភិវឌ្ឍច្រើនណាស់មានន័យថាយើងបានជឿនលឿនយើងបានកែប្រែក៏ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នឹងការប្រៀបធៀបជាមួយនឹងជិតខាងឬក៏ពិភពលោកឡើយទេអញ្ចឹងណាពីព្រោះសប្តាហ៍នេះគឺប្រទេសទូទាំងប្រទេសពិភពលោកគឺមានការអភិវឌ្ឍលឿនដោយសារបច្ចេកវិទ្យាដោយសារ AI ដោយសារ STEM ជំនាញវិទ្យាសាស្ត្រសំខាន់ទូទៅហើយជាពិសេសភាសាជាតិរបស់ខ្លួននឹងឯងបាទតើកម្មវិធីសិក្សាដែលក្រសួងបានដាក់ចេញមកឲ្យសិស្សរៀនរាល់ថ្ងៃឆ្លើយតបនឹងតម្រូវការរបស់សិស្សហើយឬនៅអ្នកអង្គការវិជ្ជបណ្ឌិតគួចមេងលីយល់ថាគ្រប់គ្រាន់ហើយកម្មវិធីសិក្សាដែលរដ្ឋាភិបាលក្រសួងអប់រំវិទ្យាកីឡាមានបច្ចុប្បន្នហ្នឹងគឺល្អអស្ចារ្យប៉ុន្តែគ្រាន់តែពេលវេលាវាខ្លីអ្នកបង្រៀនគុណភាពនៅអន់ហើយអ្នកជំនាញខ្វះខាតហើយនៅខ្សោយខ្វះខាតទាំងធនធានមនុស្សហើយខ្សោយទាំងជំនាញហើយយើងអត់ពង្រីកពង្រឹងបន្ថែមអ្នករៀនគរុកោសល្យយើងថាយើងខ្វះគ្រូប៉ុន្តែយើងហាក់បីដូចជាមិនផលិតគ្រូកោសល្យគ្រូគរុកោសល្យថែមវាពិបាកចំពោះគ្រូដែលគ្នាចង់ទៅរៀនគ្រូខាងគ្រូកោសល្យគឺគ្រូហាក់បីដូចពិបាកនឹងចូលខ្វះគេដែរបើយើងឃើញអញ្ចឹងណាហើយទូទៅអ្នកដឹកនាំ
ចង់ឃើញជាពលរដ្ឋយើងមិនធ្លាក់ចឹងទេហើយចង់ឃើញប្រទេសអភិវឌ្ឍបាទ ចំពោះលោកបណ្ឌិតមាននីវិញលោកបណ្ឌិតថ្លែងថាកម្មវិធីសិក្សាល្អហើយតែត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវខ្ញុំក៏ឃើញដែរថាកម្មវិធីសិក្សានៅស្រុកយើងនេះក៏ហាក់ដូចជាយើងស្ថិតនៅក្រោមការគ្រប់គ្រងខ្លាំងដែរពីក្រសួងព្រោះក្រសួងត្រូវការមានការអនុញ្ញាតឲ្យត្រឹមត្រូវយ៉ាងហ្នឹងបាទអញ្ចឹងជួនកាលការគ្រប់គ្រងខ្លាំងពេកវាអាចធ្វើឲ្យអ្នកខាងក្រោមហ្នឹងมันអាចគិតគូរអីថ្មីច្រើនទេគឺត្រូវធ្វើតាមស្អីដែលជាការរៀបចំរបស់ក្រសួងប៉ុន្តែទោះបីយ៉ាងណាក៏យើងនៅប្រឈមបញ្ហាមួយទៀតបើបដោយឲ្យអ្នកខាងក្រោមនឹងធ្វើការរៀបចំអីដែលខ្លួនឯងតែខាងក្រោមនឹងមានសមត្ថភាពធ្វើได้អត់តាមសាលារៀនមួយឬតាមខេត្តមួយអញ្ចឹងណាជុំវិញករណីនេះលោកស្រីខួនវិជ្ជការអះអាងថាក្រសួងតែងយកចិត្តទុកដាក់ដល់ការសិក្សារបស់សិស្សគ្រប់កម្រិតកន្លងមកដើម្បីសិក្សាអំពីលទ្ធផលសិក្សារបស់សិស្សក៏ដូចជាដើម្បីធ្វើការកែតម្រង់ការសិក្សាឲ្យបានឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ននេះគឺក្រសួងអប់រំយុវជននិងកីឡាបានរៀបចំកម្មវិធីវាយតម្លៃជាច្រើនកម្រិតដែលនៅក្នុងនោះកម្រិតទី1គឺការវាយតម្លៃមុនការចូលរៀននៅតាមសាលារៀនដើម្បីសិក្សាពីលទ្ធផលសិក្សារបស់សិស្សហើយទី2គឺការវាយតម្លៃដើម្បីឡើងកម្រិតថ្នាក់ពីកម្រិតថ្នាក់នីមួយៗក៏ដូចជាដើម្បីវាយតម្លៃដើម្បីកែលម្អការសិក្សារបស់សិស្សហើយក្រៅពីនោះក៏យើងបានរៀបចំការវាយតម្លៃកម្រិតថ្នាក់ជាតិដើម្បីធ្វើការកែលម្អកម្មវិធីសិក្សារបស់សិស្សនិងសិស្សផងដែរលោកស្រីខួនវិជ្ជការបន្ថែមហើយនៅក្នុងឆ្នាំ2017កន្លងមកក្រសួងអប់រំយុវជននិងកីឡាបានចូលរួមនៅក្នុងកម្មវិធីអន្តរជាតិស្ដីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សដែលយើងហៅកាត់ថា PISA ដែលការវាយតម្លៃនេះគឺសម្រាប់សិស្សានុសិស្សដែលមានអាយុ15ឆ្នាំដោយវាយតម្លៃលើអំណាចគណិតវិទ្យានិងវិទ្យាសាស្ត្រដែលកម្មវិធីនេះអនុវត្តនៅក្នុងប្រទេសនិងតំបន់សេដ្ឋកិច្ចសរុបចំនួន91ហើយមកដល់ត្រឹមនេះគឺកម្ពុជាបានចូលរួមចំនួន2ដងហើយគឺនៅក្នុងឆ្នាំ2017និងឆ្នាំ2022ទៅលើមុខវិជ្ជាអំណាចគណិតវិទ្យានិងវិទ្យាសាស្ត្រហើយបើយើងប្រៀបធៀបពីលទ្ធផលនៃការវិតម្លៃតេស្ត PISA នៅក្នុងឆ្នាំ2017និងលទ្ធផលនៃការធ្វើតេស្តនៅក្នុងឆ្នាំ2022របស់កម្ពុជាកន្លងមកគឺយើងឃើញថាពិន្ទុរបស់សិស្សានុសិស្សរបស់យើងមានការកើនឡើងទាំងអំណាចគណិតវិទ្យានិងវិទ្យាសាស្ត្រសម្រាប់លោកបណ្ឌិតមាសនេះការចាត់ថ្នាក់ស្ដីពីវិស័យអប់រំនៅកម្ពុជាចុះខ្សោយបែបនេះក្រសួងអប់រំគួរតែពិនិត្យនិងយកចំណុចខ្សោយមកកែតម្រូវខ្ញុំគិតថានេះជារបាយការណ៍មួយដែលប្រាប់ទៅក្រសួងអប់រំដែលយើងត្រូវតែពិនិត្យមើលឡើងវិញថាតើស្អីខ្លះដែលយើងត្រូវគិតគូរបន្ថែមទៀតដើម្បីឲ្យយើងអាចដើរទាន់គេណាបាទហើយក៏យើងក៏ទទួលស្គាល់ថាខ្លួនយើងបានធ្វើច្រើនហើយដែរបើយើងប្រៀបធៀបពី10-20ឆ្នាំមុនក៏យើងដើរឆ្ងាយប៉ុន្តែដើម្បីឲ្យយើងប្រកួតជាមួយនឹងគេបានដូចថាយើងដឹងថាគេធ្វើអីខ្លះដល់ថ្ងៃបាទកុំឲ្យរត់ប៉ុណ្ណឹងតែម្នាក់ឯងហើយដឹងថាអ្នកដទៃគេធ្វើដល់ណាខ្លះហើយខ្ញុំគិតថាត្រូវមានជំនាញខាងការស្រាវជ្រាវនៅកម្មវិធីសិក្សានឹងឲ្យបានច្រើនហើយពិសេសនៅក្នុងថ្នាក់ក្រសួងហ្នឹងមួយហើយពិនិត្យមើលទៅលើ curriculum របស់យើងបច្ចុប្បន្នប៉ុន្តែរឿងដែលសំខាន់មួយទៀតនេះគឺផ្ដល់ការត្រួតពិនិត្យជាក់លាក់ត្រឹមត្រូវទៅលើប្រសិទ្ធភាពនៃការបង្រៀនផងដែរបាទលើការទៅតាមមូលដ្ឋានពីដើមមកយើងគិតថាគ្រូមិនមានប្រាក់ខែគ្រប់គ្រាន់អញ្ចឹងពិបាកប៉ុន្តែឥឡូវនេះគ្រូហាក់ដូចជាមានប្រាក់ខែគួរសមហើយអញ្ចឹងត្រូវរឹតបន្តឹងទៅលើគុណភាពនៃការបង្រៀនរបស់គាត់ផងនឹងបានអាចជួយសិស្សបានបាទទោះយ៉ាងណាលោកស្រីខួនវិជ្ជការអះអាងថាកន្លងមកក្រសួងបានយកចិត្តទុកដាក់លើការលើកទឹកចិត្តដល់គ្រូបង្រៀននិងកំណែទម្រង់ជាច្រើនតាមរយៈលទ្ធផលនៃការវាយតម្លៃក៏ដូចជាលទ្ធផលនៃការសិក្សាស្រាវជ្រាវកន្លងមកក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនៅអត្ថប្រយោជន៍កំណែទម្រង់ជាច្រើនដែលនៅក្នុងនោះទី1គឺការលើកទឹកចិត្តគ្រូបង្រៀនតាមរយៈការផ្ដល់នៅការឧបត្ថម្ភជាប្រាក់បៀវត្សដែលមានកម្រិតប្រកួតប្រជែងបើសិនយើងក៏លេខមើលយើងឃើញថានៅក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះប្រាក់បៀវត្សរបស់គ្រូមានការកើនឡើងប្រមាណជា3ដងជាមធ្យមហើយក្រៅពីនោះក៏យើងបានសិក្សានៅក្នុងការកែប្រែកម្មវិធីសិក្សាជាប្រចាំហើយយើងបានរៀបចំជាកម្មវិធីសិក្សាដើម្បីឲ្យឆ្លើយតបទៅនឹងបរិបទនៃសម័យ Digital ដែលនៅក្នុងនោះយើងមានគោលបំណងនៅក្នុងការកសាងពលរដ្ឋមួយដែលពេញលេញដែលមានន័យថាមិនមែនគ្រាន់តែរៀនដើម្បីឲ្យចាំទេប៉ុន្តែរៀនដើម្បីឲ្យគាត់មានចំណេះដឹងដើម្បីឲ្យគាត់មានបំណិនក៏ដូចជាមានចរិយាសម្បទាឆ្លើយតបទៅនឹងគុណសម្បទាសតវត្សទី21ផងដែរ